អាមេរិកសង្គ្រោះពីលុតដែលចាប់ខ្លួនបានទាន់ពេលវេលាកុំអីខ្លាយជាចំណីក្រពើរបស់អ៊ីរ៉ង់ខ្ញុំសរសើរអាមេរិកមែនតើខ្ញុំថាយុទ្ធនាការទៅសង្គ្រោះពីលុតម្នាក់ដែលអ៊ីរ៉ង់បាញ់មីស៊ីលទម្លាក់យន្តហោះ F-15E យន្តហោះទំនើបរបស់អាមេរិកជាយន្តហោះប្រភេទប្រដេញនិងទម្លាក់គ្រាប់នេះណាគឺជាយន្តហោះទំនើបដែលប៉ាកែមែនតើប៉ុន្តែត្រូវបានអ៊ីរ៉ង់បាញ់ធ្លាក់ដំបូងពីលុតម្នាក់គេសង្គ្រោះទាន់អាមេរិកសង្គ្រោះទាន់ប៉ុន្តែពីលុតម្នាក់ទៀតបាត់ខ្លួនរុករក2ថ្ងៃហើយបងប្អូនអាមេរិកគឺរុករកលើផ្ទៃអាកាសរបស់អ៊ីរ៉ង់ដែលគិតថាអ៊ីរ៉ង់នឹងអាចបាញ់ទម្លាក់យន្តហោះគ្រប់ពេលបាញ់ទៀតធ្លាក់យន្តហោះអស់មួយគ្រឿងទៀតហើយនឹងត្រូវអាស្អីគេ Black Hawk helicopter នោះណាអាធម្មភាគចក្រអឺ Black Hawk ហ្នឹង2គ្រឿងហ្នឹងត្រូវទៀតរហូតតតែ2គ្រឿងហ្នឹងវិលមកកន្លែងចតសុវត្ថិភាពមួយទៀតធ្លាក់អាយន្តហោះរបៀបដោយអាចារ្យស្រាក់ដែលបងប្អូនចំណាំដោយអាចារ្យស្រាក់ហ្នឹងដូច A10 សម័យខ្មែរក្រហមសម័យលន់នល់អីគេហៅអាចារ្យស្រាក់ហ្នឹងបាញ់ធ្លាក់មួយប៉ុន្តែពីលុតអត់មានគ្រោះថ្នាក់ចង់និយាយថាសង្គ្រោះបានទាំងអស់គ្រាន់មានរបួសខ្លះពីលុតដែលសង្គ្រោះបានថ្ងៃម្សិលមិញនេះណាគឺពីលុតដែលបាត់ខ្លួនហ្នឹងគឺអាមេរិករុករកពេញដែនអាកាសរបស់អ៊ីរ៉ង់បថុយប្រឋាននឹងការបាញ់យន្តហោះធ្លាក់ទៀតដែរប៉ុន្តែសង្គ្រោះតតែបាននេះគឺជាការមិនបោះបង់ចោលយុទ្ធមិត្តនៅក្នុងសមរភូមិដឹងថាអ៊ីរ៉ង់ណាតាមរដូចគ្នាមិនមែនរមកជួយសង្គ្រោះទេអ៊ីរ៉ង់តាមរចាប់ឲ្យបានដើម្បីយកមកឲ្យកពើស៊ីព្រោះអីអ៊ីរ៉ង់ប្រាប់ថាពីលុតទាំងអស់នេះគឺសុទ្ធតែជាអ្នកដែលឈ្លានពានដែនអធិបតេយ្យរបស់អ៊ីរ៉ង់ហើយឲ្យរង្វាន់$60,000រង្វាន់ដែលគេផ្ដល់ឲ្យដើម្បីចាប់ឬក៏ថារុករកទាហានហ្នឹងឲ្យបានទាហានអាមេរិកហ្នឹងយកមកបើចាប់បានហ្នឹងមិនដឹងទៅយកធ្វើទរណកម្មជាការឃោសនានយោបាយយ៉ាងម៉េចចង់និយាយថាអាមេរិកបាក់ស្បាតអីយ៉ាងម៉េចទេពួកផ្ដាច់ការនេះគឺសាហាវខុសខើដែរប៉ុន្តែសរសើរកងទ័ពអាមេរិកដែលទៅសង្គ្រោះពួកគាត់តាន់ពេលវេលាហើយឥឡូវនេះបានចូលមកដល់កន្លែងទីទួលសុវត្ថិភាពដើម្បីយកទៅព្យាបាលដែរព្រោះគាត់ត្រូវរបួសធ្ងន់ដែរបាទតែយ៉ាងណារួចរៀននៅរស់មានជីវិតបាទអញ្ចឹងអ៊ីរ៉ង់ដែលឲ្យលុយ$60,000ដើម្បីឲ្យអ្នកណាចាប់បានហ្នឹងគឺអស់សង្ឃឹមត្រឹមប៉ុណ្ណឹងប៉ុន្តែនៅពេលដែលមានរឿងនេះកើតឡើងថ្ងៃនេះស្រាប់តែចេញសារថ្មីរបស់លោកត្រាំប្រាប់ថាអសានវ៉ាតដែលនឹងវាយកំទេចរោងចក្រថាមពលធំនៅប្រទេសអ៊ីរ៉ង់ចូលដល់ថ្ងៃចុងក្រោយហើយព្រោះអីម្សិលមិញគាត់ថានៅសល់48ម៉ោងបានន័យថាថ្ងៃ6នេះគឺស្អែកនេះថ្ងៃច័ន្ទនេះបងប្អូនបើសិនជាអ៊ីរ៉ង់អត់ព្រមបើកច្រក Hormuz ឲ្យទូលំទូលាយទេគឺអាមេរិក100%នឹងវាយកំទេចរាល់រោងចក្រថាមពលអគ្គិសនីសំណង់ស៊ីវិលទាំងអស់នោះដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ឲ្យខ្ទេចខ្ទីរៀបដល់ដីហើយបើខ្ទេចខ្ទីមែនគឺទាហានអ៊ីរ៉ង់ដែលលាក់ខ្លួនពួនអាត្មាក្រោមរូងដីជាមួយនឹងកំជ្រួចមីស៊ីលហ្នឹងណាច្បាស់ជាថប់ដង្ហើមស្លាប់ហើយអានេះហើយជារឿងមួយដ៏ធំប៉ុន្តែអ៊ីរ៉ង់ក៏ផ្កើនមកវិញដែរថាគេអត់មានខ្លាចរឿងហ្នឹងទេហើយច្រកហមូសនេះអ៊ីរ៉ង់ក៏បានបញ្ជាក់ដែរថាគេបើកវិញហើយតាប៉ុន្តែបើកឲ្យតែកប៉ាល់ដឹកគ្រឿងអឺសម្រាប់មនុស្សធម៌គ្រឿងជំនួយមនុស្សធម៌គ្រឿងជំនួយណាដែលមិនតាក់ទងនឹងរឿងប្រេងរបស់ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកអីចឹងទៅដូច្នេះរឿងនេះគឺអ៊ីរ៉ង់គេថាគេបើកប៉ុន្តែអាមេរិកថាអត់មានទេបើកឲ្យកប៉ាល់ដឹកប្រេងទាំងអស់ចេញមកអត់មានត្រូវការបាញ់ត្រូវការអីទាំងអស់ហើយយើងចាំមើលតទៅទៀតបងប្អូនរឿងនេះអឺអាមេរិកប្រហែលជាជៀសមិនផុតពីវាយអ៊ីរ៉ង់ទេព្រោះអីអាការចរចាព្រមព្រៀងគ្នាជាមួយអ៊ីរ៉ង់ហ្នឹងមើលទៅមិនសូវបានផលអីដែរដោយសារអីអ៊ីរ៉ង់ហ៊ានបាញ់ទម្លាក់យន្តហោះបដិញរបស់អាមេរិកហើយបែបនេះគឺអាមេរិកចាត់ទុកថាអ៊ីរ៉ង់នៅតែអាចនឹងមានដូចថាសពាវុធនៅក្រោមដីហ្នឹងដែលអាចនៅបាញ់ប៉ះពាល់ដល់អាមេរិកបានអញ្ចឹងសង្គ្រាមនេះអាចត្រូវការពេលយូរជាងនេះទៀតហើយបងប្អូនអញ្ចឹងសាំងក៏ឡើងថ្លៃបញ្ហាផ្សេងទៀតក៏មិនទាន់ចប់ងាយដែរបាទតែយើងតាមដានតទៅទៀតបងព័ត៌មានជាតិរបស់យើងតាក់ទងនឹងថៃបន្តឈូសឆាយដីខាងជើងវត្តកែវសិក្ខាគិរីស្វារៈនិងរាយបលាលួសនៅបោះស្បូវជាំតែខ្មែរមិនដាក់ប្តឹងប្រឹងទៅតវ៉ាថ្ងៃនេះកម្ពុជាតវ៉ាទៀតហើយបងប្អូនគឺ
ជាលើកប្រមាណហើយខ្ញុំភ្លេចអស់ហើយបងប្អូនប្រហែលជា800 900 1000ជាងអីក៏ដោយ1,000,000ដងអីក៏ដោយបើចិត្តជាការតវ៉ាតរហូតអញ្ចឹងហើយនេះគឺជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទីសេចក្តីប្រកាសព័ត៌មានដែលចុះពីថ្ងៃទី5 ខែសីហាគឺថ្ងៃហ្នឹងតែម្ដងគឺថៃឈ្លានពាន2កន្លែងទៀតហើយបងប្អូនតើប្រមាណកន្លែងទៀតព្រោះឥឡូវកាលលើកមុនតែយើងថា50កន្លែងជាងហើយឥឡូវថែមរហូតថៃចេះតែកិនរួចទៅខ្មែរយើងចេះតែកត់ហើយយើងកត់យករហូតឲ្យគេកិនយកដីយើងរហូតឲ្យយើងចេះតែកត់ចេះតែតវ៉ាអញ្ចឹងទៅគាត់តវ៉ាចំពោះសកម្មភាពនៅតំបន់ថៃកាន់កាប់គឺរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជំទាស់មិនចាំបាច់ធ្វើការទៅអីណាដាក់តវ៉ាជំទាស់តែម្ដងទៅគឺតវ៉ាហើយតែធ្វើការបានន័យថាគាត់ខ្លាចអត់ធ្វើការដែលអត់អាចទៅជំទាស់កើតរដ្ឋាភិបាលកម្ពុជាសូមធ្វើការជំទាស់ផ្លូវការប្រឆាំងនឹងប្រទេសថៃចំពោះសកម្មភាពខុសច្បាប់និងកើតឡើងដដែលរបស់កងកម្លាំងប្រដាប់អាវុធថៃនៅតំបន់ដែលកាន់កាប់ដោយខុសច្បាប់ក្នុងឃុំស្រអែមស្រុកជាំខ្សានខេត្តព្រះវិហារនៅថ្ងៃទី4ខែមេសាឆ្នាំ2026កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីនៅក្បែរតំបន់ប្រាសាទព្រះវិហារភាគខាងជើងនៃវត្តកែវសិក្ខាគិរីស្វារៈកងទ័ពថៃរាយបន្លាលួសបន្ថែមប្រវែងប្រមាណ100ម៉ែត្រនិងដាក់ពង្រាយរថពាសដែកនៅតំបន់បោះស្បូវជាំតែផងដែរនេះគឺជាទីតាំងពីរធំដែលថៃចាប់ផ្ដើមបំពេញឈ្លានពានទៀតណាបងប្អូនហើយក្រសួងការបរទេសកម្ពុជាត្រឹមតែថាសកម្មភាពនេះមិនមែនការពារខ្លួនទេហើយក៏មិនស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មការកិច្ចការព្រំដែន GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025ដែរបាទចឹងកម្ពុជាតវ៉ាដាច់អាហាងការមិនទទួលស្គាល់លក្ខនឹងលក្ខបងប្អូនកម្ពុជាយកកិច្ចព្រមព្រៀងនៃបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025យកមកធ្វើជាសំអាងថាថៃបំពេញឈ្លានពានលើសពីអ្វីដែលព្រមព្រៀងគ្នាកន្លងមកថៃបំពេញឈ្លានពាននៅក្នុងអ្វីដែលយើងព្រមព្រៀងឲ្យគេនៅកន្លែងណានៅកន្លែងហ្នឹងឥឡូវនេះថៃរុលហួសនឹងទៀតឆ្កាឬក៏អឺដោះស្រាយឈូសឆាយដីឬក៏ធ្វើអីកន្លែងផ្សេងពីនឹងទៀតហើយយើងបានតែតវ៉ាបងប្អូននៅពេលដែលគេកាលរំលោភមានប័ណ្ណឈប់បាញ់តែម្ដងហ្នឹងគឺបានន័យថាអ្នកណានៅកន្លែងណាកន្លែងហ្នឹងសូម្បីតែថៃលើសតែ1មីលីម៉ែត្រលើអាកន្លែងណាកន្លែងហ្នឹងណាក៏ថៃបំពេញឈ្លានពានដែនអធិបតេយ្យដែលទាមទារឲ្យកម្ពុជាមានសិទ្ធិការពារខ្លួនបានទៅហើយគឺយើងត្រូវការវាយបកសន្ធាប់ដើម្បីបដិញថៃទៅដែនអធិបតេយ្យរបស់ថៃវិញក៏ប៉ុន្តែកម្ពុជាអត់អាចតដៃជាមួយថៃបានទេតាំងតែពីគេវាយបាក់ស្បាតមកគឺយើងអត់អាចតដៃបានយើងរក្សាភាពអត់ធ្មត់ស្ងៀមស្ងប់ស្ងៀមសំទោសស្ងប់តែមិនស្ងៀមអីអញ្ចឹងណាយ៉ាស្ងប់ហ្នឹងគឺស្ងប់តារឿងអត់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិទេតែមិនស្ងៀមគឺនៅតែតវ៉ារហូតតែតវ៉ារាប់ពាន់រាប់អីដងនឹងក៏ដោយហ្នឹងប៉ុន្តែអ្វីដែលសំខាន់គឺយើងបាត់អធិបតេយ្យរបស់ខ្លួនណាបងប្អូនអានៅក្នុងកិច្ចព្រមព្រៀងនោះវាមានហើយថៃរំលោភបំពានតែយើងទៅតវ៉ានៅក្នុងកិច្ចព្រមព្រៀងហ្នឹងគឺស្ទើរតែមិនដឹងមានស្អីទៅតវ៉ាគេទេព្រោះយើងព្រមចុះហត្ថលេខាឲ្យគេហើយប៉ុន្តែយើងនៅតែតវ៉ាយើងនៅតែប្រាប់អន្តរជាតិថាថៃឈ្លានពានរហូតតតែពាក្យដែលតវ៉ារបស់យើងហ្នឹងវាកោកសឹកមាត់តដោកឆ្អែតតពោះកបីទិវាសមណាបងប្អូនគេសាំនៅពេលដែលស៊ាំគឺគេសាំដដែលតវ៉ាយ៉ាងម៉េចបើយើងព្រមព្រៀងឲ្យគេទៅហើយហ្នឹងហើយដល់ពេលឥឡូវវាមិនមែនជារឿងតវ៉ាទេអានេះវាជារឿងប្តឹងទៀតព្រោះអីអាកាលតវ៉ាទៅថាយើងខ្ញុំឲ្យណែឯងតែ14កន្លែងកាន់កាប់សិនទៅណែឯងកាន់កាប់ដល់20 30កន្លែងអាហ្នឹងក៏ត្រូវតែប្តឹងព្រោះតវ៉ាហ្នឹងគឺតើតែយើងបំពេញឈ្លានពាននៅក្នុងប័ណ្ណឈប់បាញ់ដែលចែងមកថាយើងធ្វើអញ្ចេះហើយយើងធ្វើអញ្ចោះបត់ឈប់បាញ់ហ្នឹងគឺប្រាប់ថាអ្នកណានៅណានៅហ្នឹងតវ៉ាគេអត់បានទេបើគេនៅណានៅហ្នឹងគេធ្វើអីក្នុងដែនអធិបតេយ្យដែលគេដណ្ដើមបានហ្នឹងដីយើងក៏ដោយហ្នឹងគឺយើងអត់អាចតវ៉ាយើងអត់អាចទៅឆ្លោះគេបានទេដោយសារអីព្រោះអីយើងព្រមឲ្យគេនៅណានៅហ្នឹងប៉ុន្តែនៅពេលដែលគេរំកិលលើសពីអាកន្លែងហ្នឹងហួសពីអា27ខែធ្នូឆ្នាំ2025យើងត្រូវតែប្តឹងតវ៉ាក៏ល្អដែរព្រោះអីវាខុស
ប៉ុន្តែអាការតវ៉ាកន្លងមកហ្នឹងគឺជាការតវ៉ាស្អំចិត្តប្រជាពលរដ្ឋសុទ្ធសាធព្រោះអីយើងតវ៉ាទៅលើអ្វីដែលយើងព្រមព្រៀងជាមួយគេអាហ្នឹងហើយដែលបន្សាបឥទ្ធិពលរបស់ខ្មែរយើងលើឆាកអន្តរជាតិអត់ណាស្ដាប់សោះយើងសុទ្ធតែអេកថាអូលោកហ៊ុនម៉ាណែតហ្នឹងទៅនិយាយជាមួយ Reuters និយាយជាមួយនឹង Fox News Digital និយាយជាមួយសារព័ត៌មានអន្តរជាតិពីថៃឈ្លានពានកម្ពុជាចាស់យើងតវ៉ាមកកណោមកដដែលហ្នឹងអត់មានធ្វើអីសោះអត់មានចាត់ការអីសោះក្រៅតែពីតវ៉ាហើយយើងអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិតសហគមន៍អន្តរជាតិសារព័ត៌មានហ្នឹងគេស្ដាប់យើងមែនគេអត់ទេហើយម្យ៉ាងទៀតនៅពេលដែលថៃឈ្លានពានហួសដែនអធិបតេយ្យរបស់ខ្លួនយើងសុទ្ធតែមិនអោយថៃឈ្លានពានដែនយើងសំបីតែ1មីលីម៉ែត្រឥឡូវមិនថា1មីលីម៉ែត្រទេរាប់រយគីឡូម៉ែត្រដីហ្នឹងបើសិនជាយើងប្រៀបធៀបអ្វីដែលបាត់បង់ហើយយើងអត់ដាក់ប្តឹងខ្ញុំនៅតែមិនយល់ខ្ញុំនិយាយទៅខ្ញុំនៅនិយាយដដែលជ្រិញខ្ញុំប៉ុណ្ណាក៏ជ្រិញចុះប៉ុន្តែខ្ញុំមិនជំទាស់រឿងតវ៉ាអីហ្នឹងទេខ្ញុំនិយាយជ្រិញនឹងពាក្យតវ៉ាហ្នឹងគឺខ្ញុំជ្រិញដោយសារអីយុទ្ធសាស្ត្រដែលមិនបានដីខ្មែរមកវិញប៉ុន្តែធ្វើឲ្យប្រជាពលរដ្ឋគិតថាយើងរវល់ណាបងប្អូននេះគេហៅថាអាចារ្យរវល់ចឹងរហូតរវល់មកភូមិតែអត់បានផលណាខ្ញុំបារម្ភអញ្ចឹងឯងខ្ញុំអត់មានទៅបារម្ភឈឺក្បាលរដ្ឋាភិបាលគេធ្វើអីខ្ញុំនឹងចេះតែរិះគន់ផ្កាប់មុខខ្ញុំអត់មានទៅបានប្រយោជន៍អីដើម្បីខ្ញុំទេតែខ្ញុំមើលឃើញរដ្ឋាភិបាលធ្វើនយោបាយប្រជាពិធដ្ឋរបៀបស្អំចិត្តប្រជាពលរដ្ឋដោយគិតថាតែគេធ្វើអីមកយើងអត់មាននៅស្ងៀមទេគឺយើងទៅត្រុកអញ្ចឹងដើម្បីតវ៉ាប៉ុន្តែវាមិនមែនជាដំណោះស្រាយនៃបញ្ហាឯណាយើងមិនអាចទៅយកសពាវុធទៅកំទេចគេបានទៀតទេព្រោះយើងបាក់ស្បាតទៅហើយយើងចាញ់គេទៅហើយចាញ់គ្រប់សមរភូមិអានឹងយើងទទួលស្គាល់ការពិតមិនអីទេព្រោះគេវាខ្លាំងជាងយើងគេវាប្រហើនជាងយើងគេវាខកខើជាងយើងគេវាប្រព្រឹត្តអំពើបំពានគ្រប់បែបយ៉ាងជាងយើងអានឹងធ្វើម៉េចបើយើងវាខ្សោយក៏ប៉ុន្តែមិនមែនបានន័យថាយើងខ្សោយឲ្យគេជន់យើងរហូតបានណាគឺយើងមានតុលាការយុត្តិធម៌អន្តរជាតិយើងមានតុលាការព្រហ្មទណ្ឌអន្តរជាតិចុះបើគេទន្ទ្រានឈ្លានពានដែនអធិបតេយ្យយើងលើសពីអ្វីដែលកំណត់ទៅហើយហ្នឹងហេតុអីបានជាងនៅតែតវ៉ាហេតុអីបានជាយើងមិនដាក់ប្តឹងហើយយើងតវ៉ាយើងនាំស្អីសមាជិកឬក៏អ្នកសង្កេតការអាស៊ានអនុព័ន្ធយោធាអីទៅមើលទៅថតរូបបានតែរូបថតហ្នឹងស្រីគេក្លាហានគេបានរូបបងស្រីដូចនួនល្អងបានត្រឹមតែរូបថតហ្នឹងច្រើនហើយប៉ុន្តែដល់ពេលរូបថតហ្នឹងយកមកវាធ្វើឲ្យចុកចាប់ប្រជាពលរដ្ឋខ្លួនឯងចុកចាប់នៅពេលដែលឃើញយើងវេទនាជនភៀសសឹកអត់តាន់វិលទៅភូមិឋានវិញបានចុកចាប់នៅពេលដែលឃើញគេអង្គិលរហូតរាល់ថ្ងៃតែឮតែយើងតវ៉ាចឹងរាល់តែដងតាមពិតគេអាណិតរដ្ឋាភិបាលប៉ុន្តែនៅក្នុងពេលជាមួយគ្នានោះថារដ្ឋាភិបាលនឹងមិនដឹងជាអាណិតយ៉ាងម៉េចទេលោកហើយបើអារឿងដែលត្រូវដោះស្រាយត្រូវគាត់ជ្រើសរើសមិនធ្វើឲ្យប្រជាពលរដ្ឋឆ្ងល់ថាហេតុអីបានជាគាត់មិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិហើយបើមិនប្តឹងក៏ហីចាស់ក៏អាសូរប្រជាពលរដ្ឋឡើងមកបកស្រាយមកថាហេតុអីបានជាអត់ប្តឹងហើយត្រូវការពេលប្រមាណទៀតចុះហេតុអីបានជាយើងចាត់ទុកប្រជាពលរដ្ឋទាំង17លានអ្នកហ្នឹងគឺជាឧបករណ៍នយោបាយដែលយើងចង់ធ្វើអីក៏បានដែរយើងចង់ធ្វើប្រជាពិធដ្ឋអីក៏បានហេតុអីបានជាអញ្ចឹងខ្ញុំពងតែឆ្ងល់តែរឿងហ្នឹងមួយឯងហើយខ្ញុំម្ដងទៀតខ្ញុំនៅតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលប្តឹងទៅបើមិនប្តឹងក៏ហីចោះប៉ុន្តែពន្យល់ប្រាប់ប្រជាពលរដ្ឋថាហេតុអីបានអត់ប្តឹងយូរហើយហេតុអីបានបណ្ដោយឲ្យថៃនៅតែឈ្លានពានដែនអធិបតេយ្យបានទៀតហើយនៅតែលួងឲ្យថៃមកចរចាតាមលក្ខណៈ GBC ហ្នឹងអា GBC ហ្នឹងបើថៃគេមិនព្រមឥឡូវបើថៃព្រមគេប្រើប្លង់លើ150,000ហើយយើងប្រើមួយលើ200,000ទៅត្រូវគ្នាយ៉ាងម៉េចពីអ្នកដដើមគ្នាដេកកដាលហ្នឹងហើយយើងអត់ដឹងអីចឹងហើយបើនិយាយពីគិតគូរឿងបំផ្លាញខ្មែរគ្នាឯងមិនបាច់ណាជួយគិតទេគឺងើបមួយវាយមួយចាប់ដាក់គុកគ្មានសល់ទេឥឡូវប្រជាពលរដ្ឋបាក់ស្បាតគ្រប់កន្លែងនិយាយមកស្រក់ទឹកភ្នែកពីរឿងបាក់ស្បាតថាអត់និយាយអីចេញណានេះអាវេទនាធំបំផុតគឺអារឿងនិយាយគេចាប់ហ្នឹងហើយឃើញចាប់តែរហូតលោកសង្ឃប្រជាពលរដ្ឋឧបាសកឧបាសិកាអីចឹងបាទឥឡូវខ្ញុំតាមពិតខ្ញុំបើនិយាយពីភាសាខ្មែរវាគួរតែជ្រិញសាំពេកហើយតែនិយាយដដែលចឹងរាល់ថ្ងៃប៉ុន្តែខ្ញុំនឹងមិនឈប់ដល់តែខ្មែរប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិបានខ្ញុំឈប់ប៉ុន្តែមិនមែនឈប់និយាយឯងគឺឈប់និយាយពីអារឿងប្តឹងខ្ញុំនឹងអបអរសាទរហើយនឹងនិយាយរឿងផ្សេងតទៅទៀតថាតើហេតុអីបានជាត្រូវការ
ពេលយូរហើយយើងឈ្នះគេអាម៉េចអីទៀតអាហ្នឹងតទៅទៀតបាទឥឡូវដល់ពេលអញ្ចឹងខំចិត្តដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកអត់ហ៊ាននិយាយអីសោះអាជ័យធ្លាក់ទឹកហើយអញ្ចឹងទៅតែស្កឬបើមិនអញ្ចឹងទេដាំដើមកហ្មងមិននិយាយឯងខ្លាចគេយកទៅសម្លាប់ចោលដូចខ្មែរក្រហមហើយតើធ្វើអីប្រជាពលរដ្ឋ17លានអ្នកវាសនានៅលើអ្នកដឹកនាំប្រមាណអ្នកស្រេចតថាអញ្ចឹងឥឡូវប្រជាពលរដ្ឋខ្មែរនៅបារាំងក៏អត់មានអត់ឱនទេឮសូរលោកហ៊ុនម៉ាណែតគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំងចាប់ពីថ្ងៃទី6ដល់ថ្ងៃទី9ខែសីហាគឺខាន់ស្អែកនេះឯងការដែលទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំងនេះគឺដោយតបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក Manuel Macron ដែលទៅចូលរួមពិធីសំខាន់មួយនៅទីនោះហើយលោកហ៊ុនម៉ាណែតក៏ដឹកនាំគណៈប្រតិភូដែរគឺពិធីដែលសំខាន់ដែលលោកEmmanuel Macron អញ្ជើញទៅហ្នឹងគឺទៅចូលរួមអឺគេហៅពិភាក្សាពង្រីកបន្ថែមកិច្ចសហបាត់ការទ្វេភាគីបារាំងផងហើយនឹងទៅចូលរួមពិធីសំខាន់មួយនៅប្រទេសបារាំងដែលពិធីនេះគឺប្រព្រឹត្តទៅចាប់ពីថ្ងៃទី6និយាយទៅទស្សនកិច្ចគាត់ចាប់ពីថ្ងៃ6ដល់ថ្ងៃទី9ខែមេសានឹងឯងហើយបើគេនិយាយកិច្ចការច្រើនទៀតខ្ញុំមិនលម្អិតពីរឿងហ្នឹងទេព្រោះមានកិច្ចប្រជុំកំពូលស្ដីពីសុខភាពតែមួយនៅទីក្រុងលីយ៉ុងបាទតាមពិតកិច្ចជំនួបកំពូលពីសុខភាពតែមួយនេះប្រព្រឹត្តទៅនៅថ្ងៃទី7ខែមេសាឆ្នាំ2026ដែលនិយាយទៅគឺត្រូវនឹងអ្វីដែលគណៈប្រតិភូកម្ពុជាហើយលោកម៉ាក្រុងក៏អញ្ជើញទៅហ្នឹងប៉ុន្តែនៅពេលដែលលោកហ៊ុនម៉ាណែតទៅដល់ទីនោះគឺសហគមន៍ខ្មែរនៅឯទីក្រុងឬក៏នៅប្រទេសបារាំងហ្នឹងក៏បានរៀបចំបាតកម្មមួយបាទគឺអឺពីបាតកម្មនេះគឺបើតាមសារដែលបង្ហាញនៅលើបណ្ដាញសង្គម Facebook របស់សកម្មជនគណៈបកប្រឆាំងនៅក្រៅប្រទេសគឺលោកទេពមនោបានសរសេរថាប្រជាពលរដ្ឋខ្មែរគ្រោងនឹងរៀបចំបាតកម្មធំមួយដើម្បីទាមទារ3ចំណុចគឺប្រឆាំងវត្តមានរបស់លោកហ៊ុនម៉ាណែតផងឬក៏មិនថាប្រឆាំងនេះគឺជាការដែលទាន់លោកហ៊ុនម៉ាណែតនៅប្រទេសបារាំងធ្វើបាតកម្មដើម្បីផ្ញើសារឲ្យដល់លោកហ៊ុនម៉ាណែតនឹងទី1ទាមទារឲ្យលោកហ៊ុនម៉ាណែតដោះលែងអ្នកទោសមនសិការទាំងអស់ឲ្យមានសេរីភាពនិងលំហលទ្ធិប្រជាធិបតេយ្យផ្សះផ្សាបង្រួបបង្រួមជាតិឲ្យពិតប្រាកដទី2ទាមទារឲ្យលោកហ៊ុនម៉ាណែតយកឯកសារពីប្រទេសបារាំងប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីយកទឹកដីខ្មែរដែលថៃគ្រប់គ្រងមកជូនប្រទេសកម្ពុជាវិញនិងទី3ទាមទារឲ្យលោកហ៊ុនម៉ាណែតគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីបង្រួបបង្រួមជាតិគោរពសិទ្ធិមនុស្សលើកលំហប្រជាធិបតេយ្យបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ដែលចូលរួមដោយគ្រប់ភាគីហើយបាតកម្មនេះពួកគាត់គ្រោងប្រព្រឹត្តធ្វើទៅនៅថ្ងៃទី6មេសាគឺស្អែកនេះហើយនៅត្រូវនឹងម៉ោងនៅប្រទេសកម្ពុជាដូចគ្នាដែរគឺចាប់ពីម៉ោង9ទីតាំងជួបគ្នាគឺមាននៅឯបាទមានលេខផ្លូវលេខអីហ្នឹងបើបងប្អូនចង់តាក់ទងព័ត៌មានលម្អិតគឺតាក់ទងទៅលោកទេពមនោទៅក៏ដាក់លេខទូរស័ព្ទឲ្យទៀតគឺ06 68 44 1333បាទហ្នឹងបងប្អូនយើងនេះគឺជាសិទ្ធិសំទោសសិទ្ធិអនុវត្តស្របច្បាប់ដោយសន្តិវិធីទេបើមិនដឹងថាធ្វើអីបរដ្ឋាភិបាលមិនព្រមប្តឹងខ្ញុំក៏នៅតែលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបង្ហាញមតិរបស់ខ្លួនជាងអាជ័យធ្លាក់ទឹកហើយនាំគ្នាទៅធ្វើបាតកម្មឬក៏ពហិការផលិតផលថៃអត់ប្រយោជន៍នេះគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើនេះធ្វើបាតកម្មផ្អើលពេញពិភពលោកមើលទាមទារឲ្យរដ្ឋាភិបាលប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហើយអានេះនៅពេលដែលធ្វើបាតកម្មនឹងកាន់តែច្រើនរដ្ឋាភិបាលកម្ពុជាខ្លួនឯងនឹងក៏កាន់តែបាក់មុខដែរហើយក៏ដឹងខ្លួនដែរតើយើងមិនប្តឹងគឺប្រជាពលរដ្ឋតវ៉ាបែបនេះគឺយើងហុចដងដាវឲ្យក្រមឬក៏គណៈបកប្រឆាំងហើយព្រោះអីយើងមិនធ្វើតែយើងមិនធ្វើទៅទុកឲ្យគេធ្វើអញ្ចឹងហើយដល់ពេលអញ្ចឹងតើមានជំរឿសអីបោះឆ្នោតតែមានគណៈបកប្រឆាំងចូលរួមហើយរដ្ឋាភិបាលអត់ធ្វើគេបោះឆ្នោតឲ្យគណៈបកប្រឆាំងបាត់ហើយអ្នកណាមិនចង់បោះឆ្នោតឲ្យគណៈបកណាមួយក៏ដោយឲ្យតែអះអាងថាអាចនឹងយកដីពីថៃខ្មែរមកឲ្យខ្មែរវិញបាទខ្ញុំជឿថាអ្នកនោះនឹងឈ្នះឆ្នោតដោយស្វ័យប្រវត្តិបរដ្ឋាភិបាលនៅតែលេងនយោបាយប្រជាពិធដ្ឋបែបនេះគឺបើមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ហើយមានគណៈបកណាក៏ដោយដែលអះអាងថានឹងជួយប្តឹងជួយផ្ដាល់អីទៅតុលាការយុត្តិធម៌អន្តរជាតិច្បាស់ណាស់
គឺនឹងជាប់ឆ្នោតប៉ុន្តែអកុសលគណៈបកនយោបាយនៅប្រទេសកម្ពុជាសពថ្ងៃធ្វើនយោបាយគឺគ្នាបាក់ស្បាតភ័យខ្លាចនឹងរំលាយគណៈបកខ្លួនចោលអញ្ចឹងអត់ហ៊ានចេញសារចេញអីធំតាក់ទងនឹងគោលនយោបាយទាមទារដីខ្មែរពីថៃមកវិញហ្នឹងណាបើហ៊ាននិយាយបែបហ្នឹងហេងសយត្រូវគេរករឿងទៀតដូច្នេះពិបាកមែនតើអញ្ចឹងប្រជាពលរដ្ឋហ្នឹងអត់ដឹងថាគណៈបកនយោបាយណាដែលអាចនឹងជឿជាក់ច្បាស់100%ថានឹងអាចដាក់ប្តឹងបានហើយមានតែខាងក្រមរដ្ឋាភិបាលក្រៅប្រទេសអត់ដឹងថាក្រមរដ្ឋាភិបាលក្រៅប្រទេសនឹងមានគណៈបកនយោបាយប្រមាណដែលតំណាងឲ្យក្រមខ្លួននៅកម្ពុជាមានដែរប៉ុន្តែក៏គាត់មិនហ៊ានឲ្យគេដឹងទៅទៀតព្រោះដោយសារតែដឹងទៅសិតតែតន់ដិតទាំងអស់នៅក្នុងតុលាការខ្មែរអញ្ចឹងគេអាចរំលាយគណៈបកគាត់ចោលយើងឃើញគណៈបកដែលរឹងមាំក្រោយៗមកនោះដូចជាមានរឿងគណៈបកកម្លាំងជាតិអីដែលមានលោករងឈុនមានលោកជាមនីលោកអីហ្នឹងទៅពីដើមឡើយមានលោកស៊ុនចន្ទធីហ្នឹងគឺយើងអង់គ្លេសហៅថា proxy ដែលគេជឿថាជាអាចគណៈបកមួយដែលបង្កើតឡើងស្របតាមនិន្នាការរបស់លោកសំរងស៊ីឬគណៈបកសង្គ្រោះជាតិហ្នឹងក៏ច្រើនអញ្ចឹងដែរទៅក៏ប៉ុន្តែក្រោយ